បាទសួស្តីបងប្អូនអរគ្នាដែលកំពុងតែសិក្សាថ្នាក់ទី11ទី12វិជ្ជាគ្រូកម្រិតថ្នាក់ផងដែរថ្ងៃនេះគឺលោកគ្រូមកចែករំលែកពីលំហាត់វិជ្ជាមេរៀននៅក្នុងថ្នាក់ទី11ណាវិជ្ជាមេរៀន Switch ចំនួនពិតអញ្ចឹងកាលពីវីដេអូមុនលោកគ្រូបានបង្ហាញទៅដល់ឧទាហរណ៍ដូចជាលំហាត់គំរូស្ថិតនៅក្នុងសញ្ញានៃ Switch ណាអញ្ចឹងរំលឹកបន្តិចថាសញ្ញានៃ Switch ឬក៏ហៅថាសញ្ញានៃ Switch ចំនួនពិតអញ្ចឹងវាជាអនុគមលេខដែលកំណត់ពី n ទៅ a ណាបាទអញ្ចឹងយើងបន្តចូលដល់លំហាត់ប្រតិបត្តិលំហាត់ប្រតិបត្តិនេះគឺមាន3លំហាត់ណាលំហាត់ទី1គេឲ្យ switch 3 8 15ចុចបន្តសរសេរ switch នេះឲ្យបាន3តួទៀតអញ្ចឹងវាដូចជាលំហាត់គំរូដែរគឺយើងសរសេរបាន3តួបន្ទាប់ពី3តួនេះគេឲ្យនេះបាទអញ្ចឹង2គឺសរសេរតួនៃ switch an កំណត់ដោយ an ស្មើ1លើ n បូក1ដែល1តូចជាងឬស្មើ n តូចជាងឬស្មើ4អូខេនេះគឺជាលក្ខខណ្ឌដែលគេឲ្យណាបាទគឺ n យើងយកចាប់ពី1ដល់4ហើយ3គឺសរសេរតួនៃ switch តាមលំដាប់តគ្នាអញ្ចឹង an ស្មើបានស្មើ2បូក1លើ2ស្មើ n ដែល n ជារបស់ n អូខេអញ្ចឹងវីដេអូនេះគឺគ្រូកែនៅលំហាត់លេខ1គឺលំហាត់លេខ1នេះហើយគឺគ្រូអត់កែទាំងអស់ទេបាទភាសាកុំឲ្យខាត់ពីយូរតោះអញ្ចឹងយើងត្រូវទៅមើលលំហាត់លេខ1នេះគឺវាដូចលំហាត់គំរូដែរអញ្ចឹងដើម្បីសរសេរ3តួបន្ទាប់យើងត្រូវសង្កេតចន្លោះពីតួនីមួយៗទៅកាន់តួបន្តទៀតឥឡូវយើងសង្កេតមើលអញ្ចឹងបើយើងគិតពីភាពកើនរបស់វាគឺអានេះគឺកើនពីប៉ុន្មានទៅពី3ទៅ8គឺកើន5អញ្ចឹងបានថា5នេះគឺយើងបូក3គេអញ្ចឹងនេះគឺកើនប៉ុន្មានកើន7អូខេអញ្ចឹងបើយើងសង្កេតនេះយើងប្រកាសជាដឹងតើតួនេះគឺវាកើនបែបណាអញ្ចឹងយើងអាចប្រវែងចេះវិញណាបាទអូខេអញ្ចឹងយើងសាកគិតមើល3បើយើងប្រវែងទៅវាបានបើយើងប្រវែង3ទៅវាបាន2ការ៉េ4ដក1អញ្ចឹងវាស្មើបានស្មើ3ចុះតួបន្តទៀត4យ៉ា4អញ្ចឹង4 8នេះ sorry ណា8នេះគឺយើងសរសេរការ៉េដូចគ្នាវាបានបន្ទាប់ពី2ការ៉េគឺ3ការ៉េ3ការ៉េដកបាន3ការ៉េដក1គឺស្មើ3ការ៉េ9 9ដក1សំ8អញ្ចឹងមិនថាតួនៃ switch បន្តទៀតណា15នេះកើតបាន4ការ៉េអូខេតួទី3នេះគឺ4ការ៉េ4ការ៉េដកបាន4ការ៉េដក1គឺស្មើ15 4ការ៉េគឺ16ដក1គឺស្មើ15អូខេអញ្ចឹងបន្ទាប់មកតួទី1ទី2ទី3តួទី4ដូចគ្នាអញ្ចឹងវាបាន5ការ៉េបាទអញ្ចឹង5ការ៉េដកបាន5ការ៉េដក1 5ការ៉េគឺ25ដក1គឺសល់24បាទអញ្ចឹង24តួទី5គឺបាន6ការ៉េ6ការ៉េដក1ស្មើ36ដក1គឺស្មើ35តួទីបានគឺតួទី6តួទី6គឺតួចុងក្រោយដោយសារគេសរសេរតែ3តួទេអញ្ចឹងគឺបាន7ការ៉េដក1ស្មើបាន7ការ៉េគឺ49ដក1គឺស្មើ48អញ្ចឹងតួនេះ switch ដែលគេឲ្យសរសេរ3តួគឺមានលេខម៉េចខ្លះ24 35និង48បាទអូខេនេះគឺជាចម្លើយតួនេះ switch 3តួបន្ទាប់ពីឲ្យ3តួនេះគឺយើងសរសេរបាន3តួនេះអូខេអញ្ចឹងយើងសរុបមកវិញគឺតួរបស់វាគឺយើងកើនតាមលំដាប់នៃការ៉េហើយយើងដក1ចេញបើយើងប្របែកអញ្ចឹងយើងកាន់តែចេញណាអូខេទៅយើងប្របែកចេះគិតអញ្ចឹងណាយើងមើលតួមួយយើងអាចប្របែកលេខរបស់វាមកបាទអូខេអញ្ចឹងចំពោះវីដេអូនេះមានប៉ុណ្ណឹងទេចំពោះលំហាត់លេខ2លេខ3យើងជួបគ្នានៅវីដេអូបន្តទៀតអូខេបាទជំរាបលា